សូមគោរពជំរាបសួរសាជាថ្មីមកទៀតមកកាន់ Channel Vision Alien Official នៅក្នុងថ្ងៃនេះខ្ញុំនឹងបង្រៀនពាក្យនៅក្នុងព័ត៌មានវិញម្ដងដោយសារឥឡូវយើងតាមតែមានការចុះទស្សនកិច្ចពីខាងប្រធានាធិបតីនៃប្រទេសចិនមកកាន់ខ្មែរអញ្ចឹងក៏យើងមានព័ត៌មានជាច្រើនតាក់ទងជាមួយនឹងអាហ្នឹងអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញពីពាក្យមួយចំនួននៅក្នុង headline ក្នុងព័ត៌មានរបស់យើងហ្នឹងណាអញ្ចឹងអាចដកស្រង់ចេញពីគេហទំព័រណាមួយឬក៏កាសែតណាមួយមកអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងរៀនបានពាក្យជាច្រើននៅក្នុងកាសែតនឹងឯងហើយវីដេអូ series បែបនេះខ្ញុំនឹងធ្វើឲ្យបានច្រើនចាប់ពីថ្ងៃនេះទៅឥឡូវយើងអាសាជួបគ្នាបន្តិចកុំឲ្យអ្នកទាំងអស់គ្នាភ្លេចមុខអញ្ចឹងមានតែប៉ុណ្្នឹងឯងយើងអាចទស្សនាវីដេអូបរិញ្ញាបត្រទាំងអស់គ្នាបានចាឥឡូវយើងមកមើលទាំងអស់គ្នាទៅលើចំណងជើងនៃសេចក្តីថ្លែងការណ៍មួយហ្នឹងដែលហ្នឹងគឺជាចំណងជើងមួយដែលដកស្រង់ចេញមកពី website ដូចថា website official ផ្លូវការរបស់ខាងចិនអញ្ចឹងណាអញ្ចឹងចំពោះ link ដើម្បីចូលទៅក្នុង website មួយហ្នឹងខ្ញុំនឹង drop នៅក្នុង description របស់យើងអាចចុចទៅមើលបានទៅដើម្បីទៅរកកន្លែង link ហ្នឹងណាចានេះមិនមែនជាសេចក្តីថ្លែងការណ៍ទាំងមូលទេវាគ្រាន់ជាចំណងជើងឯងហើយចំណងជើងហ្នឹងក៏វារៀងវែងគួរសមដែរអញ្ចឹងថ្ងៃនេះយើងមកមើលត្រឹមតែចំណងជើងហ្នឹងសិនមកហើយយើងនឹងធ្វើការម្ដងតិចរៀនម្ដងតិចចាប់ពីអ្វីដែលបានមាននៅក្នុង link ហ្នឹងទាំងអស់អញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹង link អ្នកទាំងអស់គ្នាអាចមើលទៅលើ description ហ្នឹងបានណាអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងមើលទាំងអស់គ្នាថាតើចំណងជើងនេះគេមានអត្ថន័យដូចម្ដេចអញ្ចឹងនៅក្នុងនេះយើងមានការបំបែកជាសឹងសើពាក្យថ្មីរបស់យើងដែលខ្ញុំមានដាក់PE នៅនឹងរួចស្រេចហើយនឹងមានការបកប្រែមួយចំនួនទៅលើពាក្យបច្ចេកទេសអញ្ចឹងវាជាពាក្យមួយដែលវាមិនបង្កើតថ្មីឥឡូវហ្នឹងទេយូរដែរហើយតែគ្រាន់ថានេះគឺគេប្រើប្រាស់សម្រាប់បេសកកម្មការទូតរបស់គេជាមួយយើងអញ្ចឹងណាអូខេអញ្ចឹងតើតើនឹងចំណងជើងរបស់យើងនេះដែរឥឡូវខ្ញុំសូមអានមកធួសិនណាដើម្បីឲ្យគ្នាយើងអាចតាមទាន់ទៅលើកន្លែងនឹងតិចថាកន្លែងចំណុចណាដើម្បីបែងចែកគ្នាដោយសារពាក្យនេះឃើញរៀងជាប់គ្នាសម្រាប់អ្នកដែលចេះខ្លះហើយគាត់អាចនឹងមើលយល់ថាអានេះត្រឹមនេះចាប់ត្រឹមនេះតែសម្រាប់អ្នកថ្មីហ្មងតោះគ្នាមើលទៅដឹងចូលគ្នាបណ្ដោយចេះតិចតួចអញ្ចឹងយើងរៀងអត់ដឹងកាត់ធម្មតាអញ្ចឹងខ្ញុំនឹងប្របែកទៅក្រុមនេះហើយអានេះខ្ញុំធ្វើការអានដាច់គ្នាណាចឹងតែយើងមើលទាំងអស់គ្នា中华人民共和国和柬埔寨王国关于构建新时代全天候中检命运共同体落实三大全球倡议的联合声明。好，声明，好，对不起，声明 ，OK， 这样能គឺជាចំណងជើងរបស់យើងតែម្ដងចាឥឡូវយើងមើលនៅក្នុងនេះយើងធ្វើការប្របែកពាក្យសឹងសើយើងមានចំនួនប្រមាណនៅក្នុងនេះអញ្ចឹងដូចបានបញ្ជាក់អញ្ចឹងខ្ញុំមានបន្ថែមទៅលើ PE នៅលើនោះរួចស្រេចហើយឥឡូវយើងមើលពាក្យទី1របស់យើងនៅក្នុងចំណងជើងរបស់យើងដែរពាក្យនេះគឺយើងអានថា中华人民共和国អានេះទាំងអស់គ្នាបែងចែកកាត់ត្រឹមនេះមកអញ្ចឹងខ្ញុំធ្វើការ highlight វាពណ៌លឿងដើម្បីឲ្យដឹងថាពាក្យយើងចប់ត្រឹមហ្នឹងពាក្យថា中华人民共和国ទាំងអស់គ្នាធ្លាប់រៀនចិនកន្លងមកយើងធ្លាប់ទៅលើពាក្យថាចុងគួរដែលពាក្យចុងគួរគឺបកប្រែថាប្រទេសចិននឹងតែម្ដងតែសម្រាប់中华人民共和国មិនមែនចុងគួរនេះទេណាពាក្យហ្នឹងចុងគួរយើងឃើញរាល់ដងហ្នឹងតែនេះ中华人民共和国បើពាក្យហ្នឹងគឺជាពាក្យពេញរបស់ប្រទេសចិននឹងតែម្ដងដែលពាក្យហ្នឹងយើងបកប្រែមកជាភាសាខ្មែរយើងថាសាធារណរដ្ឋប្រជាមានិតចិនអាហ្នឹងណាអញ្ចឹងអាហ្នឹងពាក្យពេញរបស់គេតែម្ដងប្រជាមានិតចិនពាក្យពេញណាចានេះខ្ញុំនឹងធ្វើការបដូរពណ៌វាទៅជាពណ៌ក្រហមដើម្បីងាយស្រួលក្នុងការមើលហើយក៏ highlight ផងដែរអញ្ចឹងនេះសាធារណរដ្ឋប្រជាមានិតចិនពាក្យពេញរបស់គេ中华人民共和国អូខេហើយមួយទៀតពាក្យហឺនេះគឺពាក្យធម្មតាទេអញ្ចឹងយើងនឹងធ្វើការបំបែកវាចេញមកចឹងខ្ញុំនឹង highlight វាពណ៌លឿងដូចគ្នាដើម្បីឲ្យដឹងថាអាហ្នឹងមកពាក្យដាច់តែឯងឥឡូវយើងមើលមួយទៀត柬埔寨王国ហៅ柬埔寨王国របស់យើងអានេះគឺឈ្មោះរបស់ប្រទេសយើងនឹងឯងតែគ្រាន់ថាជាឈ្មោះពេញអញ្ចឹងនៅពេលដែលយើងរៀនកន្លងមកយើងដឹងហើយថាពាក្យ柬埔寨ហ្នឹងគឺប្រទេសកម្ពុជារបស់យើងតែយើងត្រូវដឹងដែរថាតើពាក្យពេញរបស់ប្រជាណាចក្រកម្ពុជាយើងភាសាចិនគឺអីគេអញ្ចឹងអាហ្នឹងគឺនេះនឹងឯង柬埔寨王国នឹងឯងតែបកប្រែមកព្រះរាជាណាចក្រកម្ពុជាចឹងអាហ្នឹងគឺប្រជាណាចក្រកម្ពុជាអញ្ចឹងខ្ញុំនឹងធ្វើការ highlight ដូចគ្នាដើម្បីងាយស្រួលមើលដាក់ពណ៌ក្រហមលឿងមកបន្ទាប់ទៀតគួនយូហើយកន្លែងនេះគួនយូហើយពាក្យថាគួនយូនេះអានេះដាច់ដែលឡែកមួយដែរអញ្ចឹងខ្ញុំនឹង highlight លឿងដូចគ្នាហើយគួនយូពាក្យថាគួនយូបើខ្មែរគេហៅថាស្ដីអំពីអីអញ្ចឹងណាអាហ្នឹងណា
ដូចពេលយើងប្រកាសច្បាប់អីមួយឬក៏ប្រកាសចេញពីអីមួយយើងមានពាក្យខ្មែរយើងមួយដូចថាស្ដីអំពីអញ្ចឹងមកអញ្ចឹងអាហ្នឹងដូចគ្នាណាស្ដីអំពី关于បើពាក្យមួយទៀតយោងទៅតាមអានេះយើងប្រើពាក្យផ្សេងកិនជួយផ្សេងមួយទៀតណាអញ្ចឹងអានេះ关于ស្ដីអំពីឬក៏ស្ដីពីចុចអញ្ចឹងមកអូខេឥឡូវយើងមើលបន្ទាប់ទៀតពាក្យ构建好构建នេះអានេះក៏វាដាច់ delete មួយដែរពាក្យថា构建ដាច់ដូចគ្នាចឹង highlight ដាច់ផ្សេងដែរនេះមើលទៅឡើងចេញមកឡើង yellow red បណ្ដោយចឹង构建គេ构建ហ្នឹងគឺយើងបកប្រែចេញមកអាចនិយាយបានថាការកសាងឬក៏ការបង្កើតអីមួយអញ្ចឹងណាចឹងខ្ញុំសូមសរសេរពាក្យកសាងមកប៉ុន្តែមិនមែនកសាងសំដៅទៅលើប្រភេទបែបសាងសង់អគារអីទេកសាងដូចថាកសាងហេដ្ឋារចនាសម្ព័ន្ធចុចអញ្ចឹងអាហ្នឹងកូជៀននឹងឯងកូជៀនកសាងអញ្ចឹងខ្ញុំ highlight ដូចគ្នាមកដើម្បីឲ្យយើងងាយស្រួលអញ្ចឹងអ្នកទាំងអស់គ្នារៀនមើលបន្តិចបដាណាតែប៉ុណ្ណឹងយើងអាចមើលយល់បានហើយថាវាមានអីខ្លះអញ្ចឹងណាគ្រាន់ឈ្មោះប្រទេសហ្នឹងឯងឈ្មោះពេញហ្នឹងអញ្ចឹងគ្រាន់ចេញពាក្យមកមានសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជាស្ដីអំពីចុចឥឡូវមានកូជៀនមួយទៀតកសាងនេះកាត់មកដល់ត្រឹមចំណុចនេះពាក្យកន្លែងនេះគេហៅថាពាក្យពិសេសឬខ្ញុំបាននិយាយអញ្ចឹងគេហៅថាពាក្យការទូតមួយដែលបង្កើតឡើងដោយឯកឧត្តមស៊ីជីនភីងហ្នឹងជាប្រភេទគោលនយោបាយមួយអញ្ចឹងខ្ញុំមិនធ្វើការបង្ហាញនៅខាងក្រោមឥឡូវយើង highlight នេះមុនសិនអូអានេះបាក់មើលអឺ highlight ពណ៌នេះទៅឬក៏អានេះមកអូខេអាហ្នឹង新时代全天候បើ全天候បើសិនបើយើងបកធម្មតា全天候នឹងចង់និយាយពីអាកាសធាតុគ្រប់មុខណាបើនិយាយពីការហោះហើរវិញដូចថាអាកាសធាតុមានច្រើនអាកាសធាតុវាមានទម្រង់ច្រើនមានព្យុះមានខ្យល់មានក្តៅមានអីចឹងទៅអាហ្នឹងណាតែសម្រាប់អានេះយើងបូកបញ្ចូលគ្នាមក新时代ទាំងអស់គ្នាត្រូវដឹងថាពាក្យ新时代គឺចង់បកប្រែមកជាភាសាខ្មែរយើងគឺមានន័យថាយុគសម័យថ្មីវាបូកចូលគ្នាទៅ新时代វាទៅជាយុគសម័យថ្មីឬក៏សម័យកាលថ្មីមួយចឹងណា时代នេះសម័យកាលហ្នឹងឯងអូខេអញ្ចឹងអឺពាក្យមួយហ្នឹងជាពាក្យការទូតមួយសំដៅទៅលើយុគសម័យថ្មីនៃនយោបាយសេដ្ឋកិច្ចយោធាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងភូមិសាស្ត្រផងដែរសំដៅលើ6មុខហ្នឹងឯងអញ្ចឹងវាជាពាក្យការទូតដូចខ្ញុំបញ្ជាក់អញ្ចឹងណាអញ្ចឹងនេះគឺគេចង់មកពង្រឹងស្ដីអំពីចំណុចទាំង6មុខហ្នឹងអូខេមួយទៀតចុងចៀនចុងចៀន ពាក្យថាចុងចៀនហ្នឹងគឺសំដៅទៅលើខ្មែរហើយនឹងចិននឹងឯងចុងហ្នឹងគឺសំដៅលើចុងគួរចៀនហ្នឹងគឺសំដៅលើចៀនភូត្រៃរបស់យើងនឹងឯងចឹងអាហ្នឹងពាក្យតែមួយឯងមិនបាច់បកនឹងក្រោមនេះទេហើយខ្ញុំក៏បានដាក់នៅក្នុងសឹងស្រួលដែរអញ្ចឹងចុងចៀនយើងដឹងថាចិនខ្មែរឬក៏កម្ពុជាចិននេះអញ្ចឹងទៅបន្ទាប់មកទៀតពាក្យនៅកន្លែងនេះបបែកវាចេញជាពីរអូខេអានេះធ្វើការ highlight ដូចគ្នាពាក្យនេះនៅខាងក្រោមនេះឯងយើងអានថាមីងអ៊ុននេះខាងក្រោមនេះកាត់មើលអត់ឃើញមីងអ៊ុនគេពាក្យថាមីងអ៊ុនហ្នឹងគឺបកមកខ្មែរយើងគឺវាសនាហ្នឹងតែម្ដងវាសនាមីងអ៊ុនមួយទៀតនិយាយពីជីវិតរបស់យើងប្រើពាក្យសឹងមីងអាហ្នឹងជីវិតរបស់យើងដល់ពេលវាសនាអាហ្នឹងវាទៅជានេះត្រូវ highlight ពណ៌វាទៅជាអឺមីងអ៊ុនវិញណាវាសនារបស់យើងដល់ពេលពាក្យបន្ទាប់មកទៀតនេះអានេះយើងអាសាឃើញកងថងពាក្យថាកងថងដូចថារួមគ្នាធ្វើអីមួយរួមគ្នាអញ្ចឹងណាដល់ពេលកងថងធីអានឹងសំដៅលើសហគមន៍វិញម្ដងសហគមន៍មិនសមាគមទេណាសហគមន៍ពាក្យថាសហគមន៍ចាអានឹងវាមានអីត្រូវបញ្យល់បន្ថែមទៅលើហ្នឹងទេនេះគឺខាងក្រោមនេះកងថងធីអានឹងគឺសហគមន៍ជួយមើល spelling ខ្ញុំឲ្យផងណាហើយអធិស្ឋានផងជួនកាលបញ្ញាប់ពេកនិយាយជាន់គ្នាផងក៏ថាបានហើយតែมันបញ្ញាប់ទៅណាទេគ្រាន់ថាគេលោទៅសេហ្នឹងយើងយូរមើលយូរនៅក្នុងការទៅសេ typing ទៅវារៀងធុញនេះជួយមើលទាំងអស់គ្នាទៅលើការ spell ហ្នឹងបើខុសអីដែលប្រការណាមួយចាំ comment នឹងក្រុមហ្នឹងទៅនេះសហគមន៍គេកងថងធីសហគមន៍ចឹងអានេះយើងចេញពាក្យមកបានមួយចំនួនហើយមានវាសនាសហគមន៍ទៀតប៉ុន្តែពេលបកវាអត់បកមកអញ្ចឹងត្រង់ឆ្កយអញ្ចឹងទេយើងត្រូវដូរវាធ្វើម៉េចឲ្យទំនងដែរណាពេលបកប្រែឥឡូវក្បៀសត្រឹមនឹងមួយសញ្ញានេះសញ្ញាក្បៀសកាត់ត្រឹមនឹងមួយអូខេមកខាងក្រោមនេះបែងចែកចេញកន្លែងនេះមក highlight ចេញឲ្យហើយហ្មង落实三大全球倡议
trang ý nó là nó đặt môi để lại đấy nó có chia bịa và chạy cái tê bỏ kê môi đài cho nhầm xuân phật ca hai là bỏ bài tố ở đơn hà nó bịa chạy cái tê bỏ kê tờ nít thôi mà đã dừng đơn ấy bịa tờ rồi bỏ thằng ấy nó ok liên hứa họ liên hứa nó có đặt trên môi đấy phải sân mình nó có đặt trên môi đấy ok tỏ chân ở dương thưa ca bộ prai và tua biệt máu họ biệt tha lúa sữa là cái này đi đường nè từng ngọc nia bàn khơi biệt tha lúa sữa bởi dương bộ prai mọc máy ở xóm tại nó cứ bộ prai tha ăn vọt năng anh thấy chưa ăn vọt chia kệ đi giá sập ăn vọt ăn miên nô toàn là kia tiền ăn vọt ok chẳng hạn năng dương ăn tha lúa sữa ăn vọt năng anh đó mất tiệt nè bịa đài nhung ban an mấy nước khang lớn á bịa năng dương an tha san tả全球倡议 Biết ha san tả chuyển chiếu trang ý có chỉ bịa môi đại bằng ca lang đào ở khang ở ở bờ tây chân đôi kia đấy đài chỉ bịa ca đút mũi sầm đau từ lơ cầm nật đuôi đam ạ phi vọt sạc cỏ ạ phi vọt san để sọc sạc có nâng ca ạ phi vọt đuôi đam cầm nật ạ phi vọt từ lơ à ra giờ thua sạc cỏ đôi kia chẳng hạn năng miên bảy năng san tả chuyển chiếu sầm đau từ lơ bảy năng bay nó cứ chạy cầm nát đuôi bắt đam tên lơ ở tim môi nó ai bị vọt sạc có sao nó sọc sạc có nắng ai là giờ thua sạc có bay nắng á nè cái chân là nắng cứ san ta chuyển chỗ trang ý này nắng chỉ bịa chạy cái tay bỏ kê được kia cái chân bắt tọa mà tiết bịa trong cái này sao tập pi như thế liên hứa hai nàng bịa sân mình liên hứa bởi liên hứa và tu tới dương ai bỏ ra thả ruộng nàng ai រួមអីចឹងណាជារួមអីចឹងទៅអាហ្នឹងគេអាចបករួមនឹងបាននៅក្នុង clear មួយហ្នឹងហើយនឹងចុងក្រោយគេ声明ពាក្យ声明នេះបកមកវាធ្វើឲ្យ clear មួយហ្នឹងពេញលេញងាយស្រួលក្នុងការបកប្រែជាភាសាខ្មែររបស់យើងតែម្ដងចឹងពាក្យថា声明យើងបកប្រែថាសេចក្តីថ្លែងការណ៍អាហ្នឹងណាយ៉ាចឹងមិនថាពេលតែសេជួយមើលគ្នាផងគេលោកខុសនៅប្រការណាមួយជួយ comment នៅក្រោមហ្នឹងសេចក្តីថ្លែងការណ៍នេះ spelling សេចក្តីថ្លែងការណ៍នឹងឯង声明អូខេចឹងឥឡូវយើងបានពាក្យមកអស់រួចហើយទៅលើការបកប្រែមួយហ្នឹងយើងបានបែងចែកវាដាច់គ្នារួចអញ្ចឹងយើងបន្ថយវាបន្តិចណាបើសិនជាមើលច្បាស់អីអាច zoom ទៅតាមនឹងបានព្រោះវីដេអូ YouTube ឥឡូវយើងអាច zoom បានមិនចឹងឯងអូខេអញ្ចឹងម្ដងទៀតយើងធ្វើការអានរួមគ្នាម្ដងទៀតមួយជាមួយគ្នាមក好中华人民共和国和柬埔寨王国关于构建新时代全天候终检命运共同体，落实三大全球倡议的联合声明。OK，ចឹងបើសិនជាអានអត់ទាន់ដោយប្រការណាមួយនេះយើងអាចមើលនឹងក្រុមនេះបាន PE ណាហ្នឹងអូខេតោះអញ្ចឹងឡើយយើងធ្វើការបកបញ្ចូលគ្នាមកយើងមានពាក្យសេចក្តីថ្លែងការណ៍នៅខាងក្រោមនេះសឹងមីងដែលបកប្រែថាសេចក្តីថ្លែងការណ៍នេះឯងអញ្ចឹងនៅពេលមានពាក្យសេចក្តីថ្លែងការណ៍យើងត្រូវដាក់មុនគេហ្នឹងឯងបើមិនអញ្ចឹងទេយើងបកមកយល់គ្នាអូខេសេចក្តីថ្លែងការណ៍អញ្ចឹងខ្ញុំមិនធ្វើការសរសេរនៅខាងក្រោមនេះអូខេអញ្ចឹងយើងផ្ដើមមកដោយពាក្យសេចក្តីថ្លែងការណ៍សេចក្តីថ្លែងការណ៍ដាក់ធំតិចមកកុំឲ្យបាក់មើលសេចក្តីថ្លែងការណ៍អូខេអញ្ចឹងមិញសេចក្តីថ្លែងការណ៍នៅក្នុងនេះយើងបានរៀនពាក្យមិញពាក្យថាគួនយីដែលបកប្រែថាស្ដីអំពីអញ្ចឹងនៅក្នុងនេះយើងបកឲ្យសមដែរមកពេលខ្មែរយើងបកប្រែធម្មតាពេលចេញសេចក្តីថ្លែងការណ៍គេនិយាយថាអូសេចក្តីថ្លែងការណ៍ស្ដីអំពីចុចអញ្ចឹងអានេះក៏ដូចគ្នាដែរយើងបកមកសេចក្តីថ្លែងការណ៍ស្ដីអំពីនេះមកដល់កន្លែងនេះដែររឿងអញ្ញែអញ្ញៃស្ដីអំពីអីគេស្ដីអំពីនេះអឺយើងមើលខាងក្រោមនេះវិញនេះចាប់ពីនេះមកកោជៀនយើងបាញ់មិញកសាងអញ្ចឹងអាហ្នឹងគឺយើងអាចបកឲ្យសមត្រឡប់ទៅត្រឡប់មកឲ្យត្រូវមកនេះកោជៀននេះកសាងមីងយូនេះវាសនា共同体សំដៅទៅលើ
សហគមន៍ចឹងដល់ពេលដែលយើងបកប្រែយើងអាចនិយាយថាអាហ្នឹងគឺជាសេចក្តីថ្លែងការណ៍ស្ដីអំពីសេចក្តីថ្លែងការណ៍រួមស្ដីអំពីអឺអានេះត្រូវដាក់សេចក្តីថ្លែងការណ៍រួមមួយទៀតសិនសំទោសកន្លែងត្រូវថែមរួមមួយទៀតដោយសារយើងមានពាក្យលៀនហើនៅកន្លែងនេះចឹងសេចក្តីថ្លែងការណ៍រួមនៃ中华人民共和国នៃសាធារណរដ្ឋប្រជាមានិតចិន和និងសេចក្តីថ្លែងការណ៍រួមអីចាយើងសេរីត្រូវណាសេចក្តីថ្លែងសេចក្តីប្រលប់ចេញទៅហើយជាប់គ្នាពេញហ្នឹងសេចក្តីថ្លែងការណ៍ថ្លែងការណ៍រួមនៃសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជាស្ដីអំពីស្ដីអំពីយើងបាញ់មិញមកអស់ហើយណាចឹងសេចក្តីថ្លែងការណ៍មានហើយសេចក្តីថ្លែងការណ៍នេះ声明របស់យើងរួមគឺ联合អូខេអញ្ចឹងសាធារណរដ្ឋប្រជាមានិតចិននិងប្រជាជនកម្ពុជារបស់យើងមានហើយអស់ហើយស្ដីអំពីគួនអ៊ីអគួនអ៊ីស្ដីអំពីហើយឥឡូវកូជៀនឥឡូវកូជៀនយើងដាក់នៅណាការកសាងនេះអញ្ចឹងយើងបន្ទាប់មកហ្នឹងគឺស្ដីអំពីការកសាងនឹងឯងការកសាងឬក៏បង្កើតអីបែបអញ្ចឹងណាបកឲ្យសមមួយភាសារបស់យើងមកស្ដីអំពីការកសាង新时代全天候នេះគឺសំដៅទៅលើគោលនយោបាយការកសាងដូចថានេះយើងបានឃើញនឹងក្រុមនេះពាក្យការទូតរបស់យើងនេះដែលពីការកសាងសហគមន៍មួយចឹងមកសហគមន៍មិនយើងមានពាក្យសហគមន៍ដែរនៅខាងលើរបស់យើងពេលនេះ共同体ទេស្ដីពីការកសាងសហគមន៍បន្តមកទៀតនេះសហគមន៍ចិនខ្មែរចុងចៀនចិនខ្មែររបស់យើងឬក៏ចិនកម្ពុជាគេដាក់ចុងមុនចឹងយើងដាក់ចុងមុនដែរមកចិនហ្នឹងគុំចិនកម្ពុជាអំពីនេះគោលនយោបាយនេះអញ្ចឹងខ្ញុំ copy អាហ្នឹងដាក់យកមកតែម្ដងមកតែណាបើសិនបកប្រែតែពាក្យខ្មែរយើងអានេះខ្ញុំសម្រាយឲ្យយើងងាយយល់ទាំងអស់គ្នាអញ្ចឹងដោយសារមានពាក្យបច្ចេកទេសមួយចំនួនទៅលើអឺការប្រើប្រាស់ពាក្យហ្នឹងhighlight ពណ៌បៃតងហ្នឹងឯងអញ្ចឹងស្ដីអំពីការកសាងសហគមន៍ចិនកម្ពុជាលើយុគសម័យថ្មីនៃនយោបាយសេដ្ឋកិច្ចយោធាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងភូមិសាស្ត្រហ្នឹងអូខេនិងអនុវត្តអានេះក្បៀសមួយអញ្ចឹងយើងក្បៀសមួយដែរអនុវត្តនេះអនុវត្តនេះអូខេអនុវត្តនេះសានតា全球倡议របស់យើងនេះនៅខាងក្រោមនេះដែរចឹងខ្ញុំនឹងធ្វើការអឺ copy ដាក់ចូលគ្នាជាកំណត់ផ្ដួចផ្ដើមចំនួន3ដែលខ្ញុំបានប្រាប់នៅមុនហ្នឹងដែលយើងបានរៀននៅមុនហ្នឹងបាញ់មិញហ្នឹងនេះអនុវត្តនេះខ្ញុំត្រូវដូរដាក់នេះវិញកុំឲ្យច្រឡំអនុវត្តទេចឹងអាហ្នឹងណាអាហ្នឹងគំនិតផ្ដួចផ្ដើមតិចទៀតខ្ញុំ highlight ត្រូវ color ដើម្បីឲ្យយើងងាយយល់អញ្ចឹងឯងរៀងវែងចូលគ្នាឡើយដាក់ពណ៌ក្រហមណាមកពីហ្នឹងពណ៌ក្រហមអាហ្នឹងយើងបកឲ្យត្រូវទៅតាមអ្វីដែលគេបានសរសេរនៅលើហ្នឹងឯងអូខេចឹងវាជាសេចក្តីថ្លែងការណ៍រួមមួយនៃសាធារណរដ្ឋប្រជាមានិតចិននិងប្រជាណាចក្រកម្ពុជាស្តីពីការកសាងសហគមន៍ចិនកម្ពុជាលើយុគសម័យថ្មីនៃនយោបាយសេដ្ឋកិច្ចយោធាវិទ្យាសាស្ត្របច្ចេកវិទ្យានិងភូមិសាស្ត្រហើយក្បៀសកន្លែងនេះមួយរួមទាំងការអនុវត្ត
អាហ្នឹងយើងបកឲ្យសមភាសាយើងអាចដាក់ថាឲ្យរួមនឹងការអនុវត្តកំណត់ព្រួយផ្ដើមនេះអាទាំង3ខ្ញុំនិយាយមិញហ្នឹងមានដូចជាអភិវឌ្ឍសកលសន្តិសុខសកលនិងអរិយធម៌សកលនឹងឯងអូខេអញ្ចឹងអាហ្នឹងចំណងជើងរបស់យើងវាមានប៉ុណ្ណឹងឥឡូវយើងធ្វើការបែងចែកវាដាច់សិនទៅលើអានេះនេះអាកន្លែងពណ៌ក្រហមនេះទាំងអស់គ្នាអាចចំណាំមើលទៅលើវាបានពណ៌ក្រហមមួយហ្នឹងកន្លែងនេះគឺសំដៅទៅលើ新时代全天候រីឯអាកន្លែងពាក្យ三大全球倡议នេះអឺគឺវាបកប្រែថាគំនិតព្រួយផ្ដើមដូចខ្ញុំបានអានបាញ់មិញនឹងដូចគ្នាដែរអញ្ចឹងអ្នកនរអាចមើលទៅលើនឹងបានអូខេអញ្ចឹងតកតងជាមួយនឹងមេរៀននៅក្នុងថ្ងៃហ្នឹងខ្ញុំសរុបឡើងមកវិញម្ដងទៀតយើងមានសឹងសឿដូចខាងក្រោមនេះឥឡូវយើងធ្វើការអានម្ដងទៀតមកដើម្បីអានជាមួយគ្នាមកណាដើម្បីឲ្យយើងបានចាំនៅអ្វីដែលយើងបានរៀនក្នុងថ្ងៃហ្នឹងដែរទីមួយមាន中华人民共和国នឹងគឺសាធារណរដ្ឋប្រជាមានិតចិនពាក្យទី2របស់យើងគឺប្រជាណាចក្រកម្ពុជាដែលភាសាចិនយើងអានថា柬埔寨王国គេពាក្យទី3ដែលបកប្រែថាស្ដីអំពីយើងបកប្រែថាយើងជាភាសាចិនគឺយើងអានថាគួនយីគួនយីស្ដីអំពីពាក្យបន្តពាក្យទី4ពាក្យថាកោជៀនកោជៀនអាហ្នឹងយើងបកប្រែថាកសាងឬក៏បង្កើតអាហ្នឹងកសាងដូចថាកសាងហេដ្ឋារចនាសម្ព័ន្ធអីផ្សេងៗចុចចឹងមកបន្តទៀតពាក្យបច្ចេកទេសរបស់យើងគឺ新时代全天候អាហ្នឹងគឺជាការសំដៅទៅលើអឺ6មុខដែលបាននិយាយហ្នឹងគឺមាននយោបាយសេដ្ឋកិច្ចយោធាវិទ្យាសាស្ត្របច្ចេកវិទ្យានិងភូមិសាស្ត្រហ្នឹងឯងពាក្យទី6មីងអ៊ុនមីងអ៊ុនហ្នឹងគឺវាសនាវាសនាគេនេះកសាងអូអធិស្ឋានកន្លែងនេះយើងត្រូវផានពាក្យវាសនាមួយទៀតដោយសារទីនេះមានពាក្យវាសនានៅកន្លែងនេះដែរអញ្ចឹងស្ដីអំពីការកសាងវាសនារួមគ្នាតោះចឹងយើងបន្តទៀតគេថាមីងអ៊ុនគឺវាសនាហ្នឹងឯងពាក្យទី7របស់យើងកងថងធីអានឹងគឺយើងបកថាសហគមន៍ហ្នឹងឯងពាក្យទី8លួសដែលយើងបកថាអនុវត្តហ្នឹងឯងលួសហើយនឹងពាក្យទី9របស់យើង三大全球倡议អាហ្នឹងដូចខ្ញុំបាននិយាយអញ្ចឹងមាន3ហ្នឹងឯងពាក្យទី10របស់យើងគឺលៀនហឺនោះដូចរួមគ្នាអីបែបអញ្ចឹងណាលៀនហឺរួមគ្នាហ្នឹងហើយនឹងលេខ11សឹងមីងសេចក្តីថ្លែងការណ៍ទីមានតែប្រហែលហ្នឹងនៅក្នុងកន្លែងនេះទៅលើការបកប្រែជាភាសាខ្មែររបស់យើងនេះបើសិនជាអ្នកទាំងអស់គ្នាមានអីត្រូវការសម្រួលទៅលើហ្នឹងយើងអាចធ្វើការ comment នៅខាងក្រោមហ្នឹងបានដូចគ្នាដែរភាសាការបកប្រែនេះយើងអាចបកត្រង់ឆ្កុយមកតាមសាធារណរដ្ឋប្រជាមានិតចិននិងប្រជាណាចក្រកម្ពុជាស្ដីអំពីការកសាងចុចចឹងអាហ្នឹងវាអត់ត្រូវអញ្ចឹងយើងត្រូវសេរីវាឲ្យសមជាមួយនឹងភាសាយើងកុំឲ្យវាជ្រះអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺវាអាចនឹងមានកន្លែងចំណុចខ្វះខាតមួយចំនួនទៅលើកន្លែងហ្នឹងអញ្ចឹងបើសិនជាមានត្រូវកែលម្អឬក៏ចង់ comment នថាមក comment នឹងក្រុមហ្នឹងបានអូខេអញ្ចឹងតកតងជាមួយនឹងអាហ្នឹងបញ្ជាក់ម្ដងទៀត中华人民共和国和柬埔寨王国关于构建新时代全天候终检命运共同体落实三大全球倡议的联合声明យ៉ាបកថាអស់វិជាសេចក្តីថ្លែងការណ៍រួមនៃសាធារណរដ្ឋប្រជាមានិតចិននិងប្រជាណាចក្រកម្ពុជាស្តីអំពីការកសាងវាសនារួមគ្នានៃសហគមន៍ចិនកម្ពុជាលើយុគសម័យថ្មីនៃនយោបាយសេដ្ឋកិច្ចយោធាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាភូមិសាស្ត្ររួមទាំងការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកលគំនិតផ្ដួចផ្ដើមសន្តិសុខសកលនិងអរិយធម៌សកលអូខេអញ្ចឹងការបកប្រែរបស់យើងមានតែប៉ុណ្្នឹងហើយបន្ទាប់ពីមើលហើយកុំភ្លេចជួយ subscribe ផងហើយអឺជួយ share វីដេអូហ្នឹងទៅកាន់អ្នកដែលយើងចង់ឲ្យគាត់ហ៊ានអ្វីដែលយើងបានរៀននៅក្នុងថ្ងៃហ្នឹងដែរចឹងមានតែប៉ុណ្្នឹងឯងជួបគ្នានៅក្នុងវីដេអូបន្ទាប់ទៀតដែលជាការបកប្រែនឹងដូចគ្នាដែរតែខ្ញុំនឹងចាប់យកចំណុចតិចមកទេដោយសារតែច្រើនពេកវាវែងពីអ្នកនរគ្នាមើលក៏ធុញដែរមានតែរៀនអីចេះទេធុញអស់ហើយចឹងមានតែប៉ុណ្្នឹងឯងចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយជំរាបលា